អាម៉ាប់អញអរគុណឯងច្រើនដែលឯងណែនាំឲ្យទិញដីនៅទីនេះទើបអញដឹងពីសុខទុក្ខសង្សារចាស់របស់អញយប់មិញគ្រាន់តែអញមកលបស្ដាប់ពួកគេនិយាយគ្នាណាទើបដឹងថាពួកគេឆ្លោះគ្នាហើយប៊ីសបំរុងនឹងវាយគ្នាទៀតផងសំណាងហើយដែលអញចូលទៅខាត់តន់មិនដឹងថាតទៅនាងរស់នៅមានសេចក្តីសុខដែរឬអត់ទេអាឆ្នុកល្មមបានហើយកុំធ្វើជ្រុលពេកប្រយ័ត្នរឿងទៅណាហេតុអីក៏ឯងនិយាយអញ្ចឹងក្រែងតែឯងឲ្យអញទិញដីនៅទីនេះអីអើប៉ុន្តែមិនមែនឲ្យឯងមកមើលគេ24ម៉ោងលើ24ម៉ោងឯណាว่าឯងធ្វើអញ្ចឹងណាថ្ងៃក្រោយឯងប្រកាសជាមានបញ្ហាជាមួយនឹងគ្រួសារឯងអូយអាម៉ាប់អើយប្រពន្ធអញល្ងងខ្លាំងណាស់នាងមិនដឹងអីទេនៅលើโลกនេះណាគ្មានអ្នកណាល្ងងជាងប្រពន្ធអញទៀតទេរឿងទិញដីក្បែរផ្ទះសង្សារចាស់នីឆ្នុកមានសង្សារចាស់ម្នាក់ឈ្មោះគុន្ធាទោះបីជាពួកគេរៀបការមានប្តីប្រពន្ធរៀងៗខ្លួនអស់ទៅហើយក្តីក៏នីឆ្នុកនៅតែនឹកនាដល់គុន្ធាជារឿយៗហើយបានទៅទិញដីក្បែរផ្ទះរបស់នាងដើម្បីតាមដានចង់ដឹងថាការរស់នៅរបស់សង្សារចាស់មានសុភមង្គលដែរឬទេអាឆ្នុកដីក្បែរផ្ទះសង្សារចាស់ឯងគេដាក់លក់ណែអើហើយវាយ៉ាងម៉េចមានអីពាក់ព័ន្ធជាមួយនឹងអញទៀតពេលនេះអញមានប្រពន្ធហើយក្រែងតែឯងចង់ដឹងសុខទុក្ខពីសង្សារចាស់មែនទេដូច្នេះឯងទិញដីនេះទៅហើយឯងប្រាប់ប្រពន្ធឯងថាមើលដីពេលដែលឯងមកមើលដីឯងបានមកមើលសង្សារចាស់ឯងដែរនាងសុខទុក្ខយ៉ាងណាឯងប្រកាសជាដឹងច្បាស់អេហេតុអីក៏ឯងផ្ដល់គំនិតបែបនឹងដល់អញគេថាព្រួញមួយបាញ់បានចាពីរមកមើលដីខ្លួនឯងផងដឹងសុខទុក្ខពីមនុស្សស្រីដែលខ្លួនឯងធ្លាប់ស្រឡាញ់ផងអេឯងនិយាយអញ្ចឹងក៏ត្រូវមួយយ៉ាងដែរណែអញគួរតែសុំប្រពន្ធអញទិញដីនៅទីនេះហើយអើប៉ុន្តែកុំប្រាប់ថាជាប់ដីនឹងជាផ្ទះសង្សារចាស់ឯងណាបើមិនអញ្ចឹងទេប្រពន្ធឯងមិនឲ្យទិញទេដឹងហើយអាម៉ាប់អញមិនភ្លឺប្រាប់ទេនៅពេលដែលអញទិញដីនេះហើយអញនឹងឧស្សាហ៍មកលេងដីនេះដាំដុះនៅលើដីនេះហើយអញក៏បានមើលមុខសង្សារចាស់អញដែរត្រឹមត្រូវខ្លាំងណាស់សំឡាញ់ជួនកាលភ្លើងស្នេហ៍ដែលរលត់ហើយអាចឆាបឆេះឡើងវិញក៏ថាបានអើយគ្រាន់តែគិតក៏មានសេចក្តីសុខដែរបើអញ្ចឹងអញប្រញាប់ទៅផ្ទះសិនហើយចុះថ្ងៃនេះវាល្មិចដែរទូទើបបានជាចេះតែញាក់ភ្នែកមិនចេះឈប់សោះចេះឬមួយក៏ខ្ញុំមានបញ្ហាអុយទៅដេញអេញកំសូវគិតច្រើនពេកសង្ស័យតែតសៃទាញហើយទើបបានជាញាក់បែបនេះអូនេះបងអេងមកពីស្រែហើយខ្ញុំមិនទាន់បានធ្វើម្ហូបផងបងមកហើយណែអូនណាបងមានផែនការអាជីវកម្មថ្មីណាផែនការទៅផែនការអុយទូពួកយើងសល់លុយខ្លះដែរគួរតែទិញដីទុកសម្រាប់លក់យកចំណេញណាអូនគំនិតល្អអន្ទើបងអេងឃើញដីតាណាមានក៏ទិញទូព្រោះថាបើទុកលុយនៅនឹងខ្លួនប្រហែលជាចាយអស់ហើយបងឃើញដីមកកន្លែងស្អាតដល់ហើយនៅជាប់ភូមិយើងនេះឯងបើសិនជាអូនអនុញ្ញាតបងនឹងទៅទិញយកភ្លាមចាបានបើបងអេងស្រឡាញ់ដីណាបងអេងទៅទិញដីនោះទូអូហើយចូលនេះអូនឯងអត់ទៅមើលទីអីដីចេញមកដូចតែគ្នាខ្ញុំមិនចេះមើលទេដូច្នេះហើយបងអេងស្រឡាញ់តាណាគេទិញទៅនោះទូបើអញ្ចឹងណែអូនឆាប់ឲ្យលុយមកបងយកទៅទិញដីឥឡូវនេះភ្លាមបងអេងទៅយកលុយខ្លួនអេងទូដៃអូនប្រឡាក់សាប៊ូហើយលុយនៅក្រោមចក្រានទុកលុយនៅក្រោមចង្ក្រានហើយមិនខ្ទេចខ្ទីអស់ទៅហើយទេដាក់ទៅនោះហើយទើបបានជាចោវីមិនដេញហើយអូននេះបើសិនជាពួកយើងមានលុយ
ប្រហែលជាអាចទិញដីនៅជាប់នេះបានជាមិនខានពេលនោះដីផ្ទះយើងប្រកាសជាធំ អូននេះក៏ស្ដាយដែរបងមិនគួរណាពួកគាត់ប្រញាប់លក់ដីបែបនេះសោះ ថានេះគួរតែឲ្យពួកគាត់ដកផ្លាកវិញទៅដឹងអូនដើម្បីទុកលក់ឲ្យពួកយើង អូនធ្លាប់និយាយសួរនាំគាត់ហើយគាត់និយាយថាគាត់ប្រញាប់លុយខ្លាំងណាស់គាត់មិនអាចចាំទៀតបានទេ មិនអីទេចាំពេលណាពួកយើងមានលុយចាំទិញយកទៅចុះ សង្ឃឹមថាមិនមានអ្នកណាគេមកទិញដីនឹងកាត់មុខកាត់មាត់យើងទៅចុះ បើវាជារបស់យើងមែនណាគង់តែយើងទិញបាននោះទេ ឯងឯងហេតុអីក៏ខ្ញុំលេងមិនឈ្នះឯងសោះអញ្ចឹងឯងដូចជាប៉ាកែដល់ហើយឯងគួរតែបង្រៀនឲ្យខ្ញុំនេះណាពូកែដូចឯងផងទៅដើម្បីកុំឲ្យខ្ញុំចេញទៅក្រៅនេះណាចាញ់គេ ឯនេះល្ងងខ្លាំងណាស់បងរៀនប្រមាណដងហើយនៅតែមិនចេះណែល្បែងត្រូវតែមានល្បិចណាបើឯងទៅលេងជាមួយគេមិនចេះល្បិចអីសោះប្រកាសជាចោលលុយឥតអំពើហើយ អើយខ្ញុំនេះណាវាចាស់ហើយទើបបានជាវាមិនសូវស្ទាត់វាមិនសូវមានការចងចាំឯងគ្រាន់តែបង្ហើបបង្រៀនខ្ញុំម្ដងហើយម្ដងទៀតក៏មិនបានដែរឯងពិតជាអាក្រក់ពិតមែនបើសិនជាបង្រៀនឲ្យខ្ញុំមានចំណេះជំនាញដូចជាឯងណាខ្ញុំនឹងអាចលេងឈ្នះហើយពួកយើងនឹងមានលុយច្រើន បានហើយចុះនេះអាម៉ាប់កូនយើងវាទៅណា គឺវាទៅស្រែហ្នឹងណា ឯនេះគួរតែបដៅវាខ្លះផងទៅកុំសូវឲ្យវាទៅស្រ័យខ្លាំងពេកឲ្យវាឧស្សាហ៍រៀនស្នៀតលេងល្បែងនេះផង អើយមានពួកយើងពីរនាក់ប្រឡូកក្នុងវិស័យនេះហើយចាំបាច់ឲ្យកូនមកឈឺក្បាល5ថ្ងៃជាមួយអីឲ្យវាទៅស្រែចម្ការអញ្ចឹងទៅចំណែកអាការងារស្រាលៗបែបនេះគួរតែពួកយើងជាឪពុកម្ដាយជាអ្នកធ្វើទៅត្រូវ ខ្ញុំចង់ឲ្យវាតតំណែងជាស្ដេចល្បែងប្រចាំភូមិ ស្ដាច់ល្បែងមានដែរទេទៅណាមកណាដើរឲ្យទៅត្រុករោតែម៉ូតូកាចាស់មួយជិះមិនបាន ឥឡូវនេះមិនទាន់ជោគជ័យឯងចាំមើលតែខ្ញុំជោគជ័យណាខ្ញុំទិញយន្តហោះជិះតែម្ដង ពុកម៉ែមានដំណឹងថ្មី ដំណឹងថ្មីស្អីទៅអាម៉ាប់ មែនហើយកូនឯងឆាប់ប្រាប់ពុកមកអាឆ្នុកឥឡូវនេះវាទិញដីក្បែរផ្ទះសង្សារចាស់វាហើយព្រោះវាចង់ដឹងសុខទុក្ខសង្សារចាស់វានឹងណាថាគេរស់នៅបានសុខដែរឬអត់ អេក្រែងតែអាឆ្នុកវាមានប្រពន្ធហើយសង្សារចាស់វាមានប្តីហើយមានគ្រួសាររៀងខ្លួនហើយហេតុអីក៏គិតបែបនេះអញ្ចឹង មែនហើយមិនសមទេធ្វើបែបនេះគឺបាបណាវើយរឿងនេះគឺអញ្ចេះពុកម៉ែខ្ញុំបាននិយាយលេងសើចជាមួយវាថាទិញដីក្បែរផ្ទះសង្សារចាស់ទៅបានដឹងពីសុខទុក្ខគេហើយមានអ្នកណាស្រាប់តែវាទៅទិញមែនអូបើអញ្ចឹងមានន័យថាអាឆ្នុកនេះវាចង់ត្រឡប់ទៅរកសង្សារចាស់ហើយ អាឆ្នុកនេះពិតជាខូចពិតមែនមានប្រពន្ធហើយនៅខ្វាយខ្វល់ហួងហែងបារម្ភពីសង្សារចាស់ទៀតមិនយូរមិនឆាប់ទេគ្រួសាររបស់វាប្រកាសជាបែកបាក់ហើយចាំមើលចុះ អាម៉ាប់អើយអាម៉ាប់ឯងនេះពិតជាឆ្លាតមែនដែលអាចធ្វើឲ្យគ្រួសារមិត្តភ័ក្តិរបស់ឯងបែកបាក់គ្នាអីយ៉ាពួកគេមិនទាន់បែកបាក់គ្នាផងហេតុអីក៏ពុកម៉ែសប្បាយចិត្តខ្លាំងម្ល៉េះ អើឲ្យតែឯងបានធ្វើរឿងអាក្រក់ពុកម៉ែគឺប្រកាសជាសប្បាយចិត្តអញ្ចឹងហើយ ខ្ញុំមិនយល់សោះគេមានតែបង្រៀនកូនឲ្យធ្វើល្អចំណែកឯពុកម៉ែបង្រៀនឲ្យធ្វើតែរឿងអាក្រក់អាល្ងងអើយបើល្អគេធ្វើអស់ទៅហើយនៅតែរឿងអាក្រក់ដែលគ្មានអ្នកណាធ្វើដូច្នេះពួកយើងធ្វើទៅ ឯងមិនចាំបាច់គិតច្រើនទេមើលតាអាល្បែងស៊ីសងនេះទៅគ្រប់គ្នាគេមិនហ៊ានប៉ះទេមានតែគ្រួសារយើងទេដែលលេងល្បែងស៊ីសងឡើងឈ្ងុយដូច្នេះហើយនៅក្នុងភូមិនេះតើមានអ្នកណាគេលេងឈ្នះគ្រួសារយើងទៅ អូយល់ហើយព្រោះថានេះជាមុខរបរដែលគ្មានការប្រកួតប្រជែងត្រឹមត្រូវណាស់ថ្ងៃក្រោយរៀនឲ្យឆ្លាតបន្តិចទៅធ្វើអ្វីមុនគេទើបវាជោគជ័យ អូយបាយហើយដូចជាមិនសុខសោះ កើតស្ដួយនឹងបងមិនក៏ដកទៅហើមធំរហូតបែបនេះ គឺណែបងបានទិញដីនោះរួចហើយបងចេះតែចង់ទៅមើល ហើយចុះបងឯងទៅមើលថ្ងៃមិញមិនឆ្អែតទេអុយទើបបានជាយប់ថ្មនេះទៅហើយនៅចង់ទៅមើលទៀតនោះ អូនអើយរបស់ដែលស្រឡាញ់របស់ដែលទើបនឹងទិញចិត្តយើងវាអញ្ចឹងឯងមិនថាយប់មិនថាថ្ងៃចេះតែចង់ទៅមើល
យប់ហើយទៅដេកសិនទូចាំព្រឹកស្អែកចាំទៅមើលទាំងអស់គ្នា អូយអូនឯងមិនទៅមើលទេឆ្ងាយខ្លាំងណាស់ហើយផ្លូវពិបាកដើរទៀតផងទុកឲ្យបងជាអ្នកទៅមើលមួយផ្លែតបងចង់ទៅមើលទាំងយប់ហ្នឹង ងើបហើយមកអេងធ្វើអុយផ្លេកបែបនេះយប់ហើយនៅចង់ទៅមើលដីទៀត ដីហ្នឹងបងមើលពេលថ្ងៃរួចហើយដឹងពីស្ថានភាពសពគ្រប់អស់ប៉ុន្តែនៅតែពេលយប់មិនទាន់បានមើលចង់ដឹងថាពេលយប់នៅទីតាំងនោះវាមានសភាពបែបណា យប់ស្ងាត់វាល្ងឹតបែបនេះតើបងអេងទៅមើលអុយឃើញ តែសារតែបែបហ្នឹងឯងទើបបងចង់ដឹងហ្នឹងណា អើយបើបងអេងមានះចង់ទូបែបនេះហើយទូប៉ុន្តែទូប្រយ័ត្នខ្មោចលងណា មិនអីទេបើសិនជាបងដើរទៅស្រាប់តែមានខ្មោចឡងក៏បងដឹងថាតំបន់ហ្នឹងវាមានខ្មោចដែរណា បើអញ្ចឹងបងអេងទូហើយប្រញាប់ត្រឡប់មកវិញផងខ្ញុំដេកមុនហើយ អើយបងនិយាយប្រហែលថ្ងៃហើយថាចង់ទិញដីនោះឥឡូវគេទិញបាត់ឃើញទេនេះមកពីអូនឯងនឹងហើយបើសិនជាអូនឯងមិនរារាំងទេណាបងប្រហែលជាខ្ចីលុយគេទិញបាត់ទៅហើយ បងឯងមិនចេះសិក្សាពីចំណូលរបស់ខ្លួនឯងទេអីបើសិនជាយើងខ្ចីលុយគេយកមកណាយើងក៏ត្រូវសងគេដែរតែយើងមានសមត្ថភាពឯណាសងគេវិញទៅ សុញគំនិតដូចជាអូនឯងនឹងធ្វើអីមិនជោគជ័យនោះទេ ហេតុអីក៏បងឯងចូលចិត្តតែបន្តឲ្យខ្ញុំរហូតបែបនេះអញ្ចឹងខ្ញុំនេះកាត់គោពីគ្រួសារខ្លាំងណាស់ដែរតើបានជាខ្ញុំចេះតែហាមឃាត់បងឯងទៅបើសិនជាពួកយើងមានលុយនៅក្នុងផ្ទះណាខ្ញុំក៏មិនហាមឃាត់បងឯងដែរ មិនមែនទេនេះហៅថាប្រពន្ធកាត់លៀបប្តីបងប៊ីនឹងជោគជ័យទៅហើយតែដោយសារតែអូនហាមឃាត់ចុះឡើងឥឡូវបរាជ័យខ្ទេចខ្ទីអស់ហើយដីនោះបងស្រឡាញ់ខ្លាំងណាស់បើសិនជាបានទិញផ្ទះយើងប្រកាសជាមានដីធំ និយាយទៅមកតារាលបងឯងនេះណាពិតជាហួសហេតុពេកហើយគួរឲ្យធុញទ្រាន់ខ្លាំងណាស់ អេហេតុអីក៏នៅផ្ទះសង្សារចាស់ខ្ញុំឮសំឡេងខ្លាំងម្ល៉េះឬមួយក៏ពួកគេកំពុងតែឆ្លោះគ្នាមិនបានទេស្ដាប់សិនបើសិនជាពួកគេឆ្លោះគ្នាមែនខ្ញុំនេះរស់នៅមិនសុខឡើយ ហួសហេតុតមាត់ឲ្យប្រប៉ែគួរឲ្យធុញខ្លាំងណាស់ ខ្ញុំមិនបានតមាត់អត់ប្រយោជន៍ទេខ្ញុំនិយាយហេតុផលជាមួយបងឯងហេតុអីក៏បងឯងមិនចេះស្ដាប់ហេតុផលគ្នាសោះអញ្ចឹងបកកាយយកតែពីឈ្នះ បងប្រកែកព្រោះតែបងកំពុងតែម៉ូម៉ៅបងចង់បានដីនោះតើអូនឮទេ ចង់បានចង់ទិញយ៉ាងម៉េចទៅបាទឥឡូវនេះដីនឹងគេទិញបាត់ទៅហើយបងឯងរងាប់ចិត្តទៅបើចង់បានណាទិញដីផ្សេងទៅ ពីយ៉ាការពិតប្តីប្រពន្ធកំពុងតែឆ្លោះគ្នាតើមិនបានទេខ្ញុំត្រូវតែចូលទៅខាត់ហើយបើមិនអញ្ចឹងទេសង្សារចាស់របស់ខ្ញុំប្រកាសជាជួបបញ្ហា យើអាដីក្បែរផ្ទះមិនជំរុញឲ្យទិញទេបែរជាជំរុញឲ្យទិញដីកន្លែងផ្សេងអូនឯងចង់ឌឺមែនទេ មិនដឹងជាប្តីស្អីទេចូលចិត្តតែនិយាយស្ដីមិនតោះឲ្យគេមិនដែលគិតឃើញពីចំណុចអាក្រក់របស់ខ្លួនឯងតតែសោះខ្ញុំពិតជាស្អប់នឹងចំណុចអាក្រក់ដែលបងឯងមាននឹងដល់ហើយ ស្អប់មែនទេយូរទៅចេញពាក្យស្អប់ហើយតើសង្ស័យតែអូនឯងមានសហាយនោះទេ អើយឈប់សិនកុំអាវឆ្លោះគ្នាអីណាប្តីប្រពន្ធត្រូវតែនិយាយជាមួយគ្នាឲ្យស្រួលបួល អេអាឆ្នុកហេតុអីក៏ឯងមកផ្ទះអញ មែនហើយហេតុអីក៏មកផ្ទះខ្ញុំទាំងយប់បែបនេះអញ្ចឹងឆាប់ចេញទៅ ណែគឺដោយសារតែខ្ញុំឮអ្នកទាំងអស់គ្នាឆ្លោះគ្នាខ្លាំងពេកក៏ចូលមកខាត់ហ្នឹងណា យើការពិតឯងនៅតែគិតគូរពីសង្សារចាស់តើអូណានេះអូនឯងមានសហាយមែនទេ អត់ទេបងខ្ញុំមិនដែលមានចិត្តក្បត់បងឯងទេគាត់រៀបការមានប្រពន្ធហើយតើ បើអញ្ចឹងហេតុអីក៏សុកបែរជាវាចូលមកផ្ទះយើងទាំងយប់ អាយ៉ាឧត្តមខ្ញុំប្រាប់ហើយតើថាខ្ញុំឮអ្នកទាំងអស់គ្នាឆ្លោះគ្នាហើយក៏ចូលមកខាត់ហ្នឹងណាហេតុអីក៏ស្ដាប់គ្នាមិនបានសោះអញ្ចឹង អើឮពួកយើងឆ្លោះគ្នាហើយចុះហេតុអីក៏ឯងមកទីនេះ ណែភ្លេចប្រាប់ឲ្យឈឹងទៅដីដែលជាប់ផ្ទះហ្នឹងណាគឺជាដីរបស់ខ្ញុំបានទិញគេរួចហើយកាលពីព្រឹកមិញ អូទិញដីក្បែរផ្ទះសង្សារចាស់អញយល់ហើយ ណែបងឆ្នោកនេះបងឯងឈួតហើយមែនដែរទេហេតុអីក៏សុកបែរជាមកទិញដីក្បែរផ្ទះខ្ញុំអញ្ចឹង គុនធាបើបងមិនទិញដីនៅទីនេះមិននឹងដឹងសុកទុកអូនទៅ អញទ្រាំលេងបានហើយចង់ដឹងសុកទុកប្រពន្ធអញត្រូវតែបដៅឯងចេញម្ដង អូយបានហើយឧត្តមអញគ្រាន់តែមកជួយខាត់ពួកឯងកុំឲ្យឆ្លោះគ្នាតើ អ
តើយប់មិញកើតស្ដួយទូទើបបានជាបងឯងមានរបួសបែបនេះ អូដោយសារតែយប់មិញងងឹតខ្លាំងពេកបងមើលផ្លូវមិនឃើញក៏ចពុបជើងដួល ប៉ុន្តែខ្ញុំថាស្នាមនេះណាមិនមែនស្នាមដួលទេខ្ញុំថាស្នាមគេវាយច្បាស់ណាស់ មនុស្សដួលណាតើអ្នកណាគេមកវាយបងទៅហើយបើគេមកវាយពិតមែនបងចាំបាច់លាក់ធ្វើអី ខ្លាចបងឯងមិនហ៊ានប្រាប់ឬមួយក៏ដីដែលបងឯងទិញនោះគឺជាដីដែលមិនល្អទេដេង អូនិយាយពីដីនឹងមែនទេអូនអើយយប់មិញបងយល់សប្ថាមានគេមកប្រាប់ចេឲ្យបងនឹងទៅមើលដីនឹងរាល់ថ្ងៃបែបហ្នឹងជោគជតារិស័យបងកាន់តែឡើងខ្ពស់តដែតហើយបងគិតថាបងទិញដីនឹងពិតជាត្រឹមត្រូវ សណ្ដួយទូនេះបងឯងចង់ទៅមើលដីនោះរាល់ថ្ងៃ យល់សប្បែបហ្នឹងទៅហើយយើងត្រូវតែធ្វើតាមក្រែងលោកខ្លាយទៅជាសេដ្ឋី ខ្ញុំថាមិនសូវជាល្អទេដែលបងឯងទិញដីបានភ្លាមក៏ត្រូវរបួសបែបនេះភ្លេត អូយអូនណាជួនកាលវាជាលៀបសំណាងដែលគេប្រាប់ទុកមុនហ្នឹងណាវាមិនអាក្រក់ទាំងអស់នោះទេ អាឆ្នុកហើយមកឯងកើតអីនេះប្រពន្ធឯងវាយមែនទេ អត់ទេគឺណែគ្នាដើរដួលយប់មិញហ្នឹងណា មិនដឹងល្មិចគាត់ទេយប់មិញទីទៅមើលដីទាំងយប់មកវិញក៏ត្រូវបែបនេះ ថាម៉េចទៅមើលដីទាំងយប់អាឆ្នុកនេះឯងលេងមែនទេ ណែអាម៉ាបាទកុំនិយាយអីច្រើនពេកឯងចង់ហៅអញទៅណា ហើយអញមានហៅឯងទៅណាដូចទៅរាល់ដងហ្នឹងណាតែអញមកគឺហៅឯងទៅស្រែហើយយ៉ានេះមិនដែរធ្វើស្រែទេអី ទ្រូហើយរឿលព្រឹកបងម៉ាប់តែងតែមកបបួលបងឯងទូស្រែហើយចុះថ្ងៃនេះល្មិចទូ អូចេះតែភ្លេចភ្លាំងមិនអីទេតោះអាម៉ាពួកយើងទៅស្រែទៅ មុខជាប់អាក្រក់មើលដល់ហើយទៅដល់ស្រែចាំអញសួរនាំឯងបន្តទៀត អេបងអុកបងសឿនអញ្ជើញទៅណាដើរញាប់ញញបែបនេះអូពួកយើងរកតែផ្ទះកូនព្រោះឮថាយប់មិញឧត្តមនឹងគុន្ធាឆ្លោះគ្នា ថាម៉េចពួកគេឆ្លោះគ្នាក្រែងតែទៅរៀបការមែនទេអើទៅរៀបការប៉ុន្តែពួកគេទាស់សម្ដីគ្នារឿងទិញលក់ដីស្អីទេមិនសូវយល់ហើយឥឡូវនេះទៅសម្របសម្រួលឲ្យនឹងណា អេទៅរៀបការសោះបែរជាឆ្លោះគ្នាទៅបាត់ បងអុកបងសឿនណាជួនកាលអាចមានអ្នកទី3ចូលជ្រៀតជ្រែកណាអាក្ឌីឯងនិយាយអញ្ចឹងចង់បានន័យថាយ៉ាងម៉េចចង់បានន័យថាកូនអញមានសហាយមែនទេបងខ្ញុំគ្រាន់តែជួយវិភាគឲ្យតើពេលដឹងមុនខ្លះអញ្ចឹងទៅស្រួលជួយចាត់ចែងដោះស្រាយឲ្យ มันអាចនោះទេពួកគេស្រឡាញ់គ្នាខ្លាំងណាស់រឿងអីមានអ្នកទី3មកជ្រៀតជ្រែកទៅទៅរៀបការក៏ដោយរៀបការយូរក៏ដោយមិននឹងអាចទុកចិត្តបានទៅបើឆ្លោះគ្នាហើយបានន័យថាមិនមែនរឿងតូចទេយល់ល្អបងទាំងពីរគួរតែស៊ូនាំឲ្យបានណានៃទៅណាខ្ញុំគ្រាន់តែក្រើនរំលឹកតែប៉ុណ្ណោះមិនអីទេចាំបងទៅដល់ស៊ូនាំគេបានច្បាស់លាស់ យ៉ាតោះពួកយើងប្រយ័ត្នទៅកុំឲ្យនៅយូរកាលក្រែងកូនវាឆ្លោះគ្នាទៀត មីងសូឡាអូយត្រីខ្ញុំបាន5គីឡូមកអេយ៉ាថ្ងៃនេះតើមានកម្មវិធីអីទៅទើបបានជិះទិញច្រើនខ្លាំងម្ល៉េះប្រជ្រយធំគឺប្តីខ្ញុំត្រូវរបួសមានតែញ៉ាំត្រីទេទើបមិនអោយគាត់មានស្នាមថាម៉េចអាឆ្នុកត្រូវរបួសហើយចុះអាឆ្នុកវាកើតអីទៅគិតថាជពុបជើងដួលណាមីងវាមិនដែរទេគ្រាន់តែជពុបជើងដួលរបួសណាដល់ថ្នាក់នឹងនោះហើយណាមួយវាធំហើយមិនមែនជាកូនក្មេងណាបើថាកូនក្មេងទៅវាសំថាដើរមិនចេះគិតប៉ុន្តែយប់តាមផ្លូវវាល្ងឹតវាគ្មានភ្លើងទើបបានជាប្តីខ្ញុំមើលមិនឃើញកលោកណាហើយចុះមិនដោយប្តីឯងដើរទៅណាទាំងយប់ប្រលប់បែបនេះអញ្ចឹងខ្ញុំបានប្រួយទេខ្ញុំហាមហើយថាមិនអោយតូណាទេយប់ប្រលប់ខ្លាចទេកើតនេះណានោះមិនសុកទេដីដែលទៅទិញកាលពីថ្ងៃនោះកើតក៏ទៀមទាទៅមើលទាំងយប់ទៀតស្រាប់តែមកវិញក៏មានរឿងទើលតបានបជ្រយធំបងឆ្នុកយ៉ាងម៉េចទៅហើយអូប្តីខ្ញុំមិនអោយទេត្រូវរបួសតិចតួច
ហើយមានការអុយទៅបានជាគន្ធាឯងមកសួរនឿមបែបនេះអូគឺយប់មិញគាត់ឆ្លោះគ្នាជាមួយប្តីខ្ញុំនេះបងឆ្នុកមិនបានប្រាប់ទេអីនោះអញថាមែនមិនធម្មតាទេគន្ធានឹងគឺជាសង្សារចាស់របស់អាឆ្នុកល្មិចបានប្តីខ្ញុំទៅផ្ទះឯងចឹងហាគន្ធាគឺគាត់ទិញដីនៅជាប់នឹងផ្ទះខ្ញុំនឹងឯងស្រាប់តែពេលដែលគាត់ដើរទៅលើពួកខ្ញុំឆ្លោះគ្នាគាត់ក៏ចូលទៅសម្រួលប្តីខ្ញុំប្រច័ណ្ឌគាត់ក៏វាយបងឆ្នុកយកវាយយកល្មិចបានទូជីចុះវិញអើយអាប្តីកំហួចបែបនេះពិតជាអាក្រក់ពេកហើយមីងថាប្តីឯងមិនដាច់អាឡ័យពីសង្សារចាស់ទេយ៉ាងទើបបានជាចង់ទៅមើលទាំងយប់ទាំងថ្ងៃអញអរគុណឯងច្រើនដែលឯងណែនាំឲ្យទិញដីនៅទីនេះទើបអញដឹងពីសុខទុក្ខសង្សារចាស់របស់អញយប់មិញគ្រាន់តែអញមកលបស្ដាប់ពួកគេនិយាយគ្នាណាទើបដឹងថាពួកគេឆ្លោះគ្នាហើយប៊ីសបំរុងនឹងវាយគ្នាទៀតផងសំណាងហើយដែលអញចូលទៅខាត់តន់មិនដឹងថាតទៅនាងរស់នៅមានសេចក្តីសុខដែរឬអត់ទេអាឆ្នុកល្មមបានហើយកុំធ្វើជ្រុលពេកប្រយ័ត្នរឿងទៅហេតុអីក៏ឯងនិយាយអញ្ចឹងក្រែងតែឯងឲ្យអញទិញដីនៅទីនេះអីប៉ុន្តែមិនមែនឲ្យឯងមកមើលគេ24ម៉ោងលើ24ម៉ោងឯណាว่าឯងធ្វើអញ្ចឹងណាថ្ងៃក្រោយឯងប្រកាសជាមានបញ្ហាជាមួយនឹងគ្រួសារឯងអូយអាម៉ាប់អើយប្រពន្ធអញល្ងងខ្លាំងណាស់នាងមិនដឹងអីទេនៅលើโลกនេះណាគ្មានអ្នកណាល្ងងជាងប្រពន្ធអញទៀតទេអញគ្រាន់តែប្រាប់បើឯងមិនខ្លាចប្រពន្ធឯងទេឯងគួរតែខ្លាចប្តីសង្សារចាស់ឯងផងទោះបីជាគេមិនធ្វើបាបឯងក៏គេអាចធ្វើបាបសង្សារចាស់ឯងព្រោះតែគេប្រច័ណ្ឌណាហើយចុះឯងចង់ឲ្យអញធ្វើយ៉ាងម៉េចដីឯងនៅក្បែរនឹងហើយឯងគ្រាន់តែមើលគេបន្តិចទៅឲ្យទៅដឹងទៅបានហើយកុំលូកដៃចូលក្នុងគ្រួសារគេទៅវាចប់ហើយអូយអញធ្វើមិនបានទេបើគេជេរនាងអញដឹងតែចូលទៅហើយអាឆ្នុកយប់មិញអញវាយមិនអស់ចិត្តទេតើមែនទេបានជាព្រឹកនេះមករកប្រពន្ធអញទៀតណែឧត្តមអញមកដីអញទេអញបានទៅរករឿងឯងទេណាកុំមកចង់និយាយអីបង្កបញ្ហាឧត្តមឯងរៀបការរួចហើយកុំបារម្ភអីអាឆ្នុកវាមិនអាចត្រឡប់ទៅរកប្រពន្ធឯងបានឡើយមិនអាចត្រឡប់មែនទេយប់មិញមកជួបប្រពន្ធអញនេះបើសិនជាអញមិននៅណាវាប្រកាសជាសារសងស្នេហាហើយសារសងស្នេហាឯងនិយាយបែបនេះស្មើនឹងមិនទុកចិត្តប្រពន្ធខ្លួនឯងហើយត្រូវហើយបើឯងមិនទុកចិត្តប្រពន្ធឯងទេឯងរៀបការជាមួយនាងធ្វើអីទៅអញចង់ទុកចិត្តឬក៏មិនទុកចិត្តគឺជារឿងរបស់អញប៉ុន្តែអាឆ្នុកកុំមកក្បែរប្រពន្ធអញទៀតមិនឲ្យមកក្បែរយ៉ាងម៉េចបើពេលនេះពួកយើងខ្លាយទៅជាអ្នកជិតខាងនឹងគ្នាទៅហើយហ្នឹងនេះមកពីឯងនឹងមកទិញដីក្បែរផ្ទះអញបើគេលក់មិនឲ្យអញទិញហើយចុះកន្លែងផ្សេងមិនក៏ឯងមិនទិញហេតុអីក៏មកទិញកន្លែងនេះបើអញនឹកសង្សារចាស់ការពិតចេញហើយតើឯងនឹកប្រពន្ធអញថ្ងៃនេះដឹងតែត្រូវទៀតហើយអូយអាម៉ាប់ជួយអញផងងឹបហើយខ្ញុំមិនដេញសោះខ្ញុំមិនដេញថាដីនោះនេះចិត្តផ្ទះឯងទេណាគុនធាខ្ញុំក៏ទៅតែដឹងថាបងឆ្នុកទិញដីនឹងកាលពីម្សិលមិញដែរខ្ញុំពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ហើយរឿងនេះធ្វើឲ្យប្តីខ្ញុំខឹងខ្លាំងមែនទែនព្រោះថាដីនឹងប្តីខ្ញុំគាត់ក៏ចង់ទិញដែរដាប់ទៅណាអាឆ្នុកគឺវាខុសទាំងស្រុងហើយវាមិនគួរណាធ្វើចរិតបែបនឹងនោះទេទ្រូហើយគាត់ធ្វើបែបនេះគឺខុសធ្ងន់ខ្លាំងណាស់ខុសចំពោះខ្ញុំខុសចំពោះសាច់ញាតិខាងខ្ញុំឥឡូវនេះគេធ្វើយ៉ាងម៉េចទៅបើសិនជាបងឆ្នុកនៅតែចេញចូលដីនោះណាប្តីខ្ញុំនៅតែក្តៅក្រហាយមួម៉ៅបែបនឹងរហូតនឹងហើយថ្ងៃមុខថ្ងៃក្រោយច្បាស់ជាមានរឿងឆ្លោះតតែងគ្នាទៀតជាមិនខានវីវោហើយអូនៅជុំគ្នាល្អណាស់បើអញ្ចឹងទៅទាំងអស់គ្នាតែម្ដងទៅពេលនេះឧត្តមហើយនឹងអាឆ្នុកកំពុងតែវាយគ្នាថាម៉េចនេះគាត់វាយគ្នាទៀតហើយតើពួកគាត់ឆ្លោះគ្នាវាយគ្នានៅទៅណាទៅលបងម៉ាប់មែនហើយតើពួកគេឆ្លោះគ្នានៅកន្លែងណាទៅគឺនៅផ្ទះគុនធាដដែលនឹងណាអាឆ្នុកបបួលខ្ញុំទៅមើលតបោផ្ទះនាងហើយចៃដន្យអីប្តីនាងមកតន់ហើយលឺពួកយើងនិយាយគ្នាក៏វាយអាឆ្នុកយកតែម្ដងទៅងឹបហើយប្តីខ្ញុំនេះនោះតែមិនរៀងមិនបានទេទៅមើលសិនល្មិចល្មាហើយ
ឆ្លុះគ្នាតតបានហេតុអីក៏នៅតែទៅរកប្តីខ្ញុំទៀត អូយយអាឆ្នុកអាចង្រៃហេតុអីក៏ឯងវាយអញឈឺខ្លាំងម្ល៉េះ យ៉ាងម៉េចឃើញអញមិនមាត់បន្តដៃឯងឡើងចាងសម្បើមណាស់វាយអញយកមិនចេះគិតទេអញក៏ចេះឈឺដែរតែឈឺខ្លាំងអញទ្រាំបានអញដាក់វិញចឹងហើយ អាឆ្នុកឯងមិនរួចខ្លួនទេមករកញ៉ាយប្រពន្ធអញឲ្យមកវាយអញទៀត អញប្រាប់ហើយតើថាអញមកមើលដីអញវានៅទីនេះឯងយល់ដែរទេ អូលោកពិភពនេះអំបញ្ញមិញពួកវាវាយគ្នាខ្លាំងណាស់ខ្ញុំខាត់យ៉ាងណាក៏ពួកវាមិនស្ដាប់ដែរអើយ៉ាអាឆ្នុកឧត្តមហេតុអីក៏ដល់ថ្នាក់ហ្នឹង មានហើយតើមានរឿងអីទៅបានជាដល់ថ្នាក់ប្រើដៃប្រើជើងអញ្ចឹង ពុកម៉ែអាឆ្នុកនេះវាទិញដីជាប់ផ្ទះខ្ញុំហើយវាមកមើលមុខប្រពន្ធខ្ញុំរាល់ថ្ងៃវាគឺជាអតីតសង្សាររបស់ប្រពន្ធខ្ញុំតើអើយ៉ាអាឆ្នុកនេះឯងធ្វើបែបនឹងពិតមែនដែរទេឆាប់ប្រាប់មក អូយលោកមេភូមានេះគឺជាការយល់ច្រឡំទេការពិតទៅខ្ញុំទិញដីជាប់នេះហើយពេលខ្ញុំនៅតែនឹងក៏ចេះតែងាកឃើញចឹងទៅគេចេះតែប្រច័ណ្ឌហ្នឹងណា មិនមែនទេលោកមេភូមិកាលពីយប់មិញក៏វាប្រាប់ដែរថាវាទិញដីនៅទីនេះដោយសារតែវាចង់ឃើញមុខប្រពន្ធខ្ញុំ អាឆ្នុកអើយឯងធ្វើបែបនេះមិនត្រូវនោះទេឯងរៀបការមានប្រពន្ធហើយចំណែកឯងកន្ធាក៏គេមានប្តីហើយដែរហេតុអីក៏ឯងមកនៅរញ៉េរញ៉ៃជាមួយនឹងនាងទៀតអញ្ចឹង អីយ៉ាហេតុអីក៏អ្នកទាំងអស់គ្នាមិនស្ដាប់ខ្ញុំអញ្ចឹងខ្ញុំមិនមែនមកមើលមុខប្រពន្ធគេទេគឺមកមើលមុខដីខ្ញុំតើ អាកាចាស់អើយហេតុអីក៏ធ្វើបែបនេះទូរៀបការជាមួយខ្ញុំហើយនៅតែមិនដាច់អាឡ័យជាមួយនឹងគុណធាដែលជាសង្សារចាស់ទៀតបងឆ្នុកអើយបងឈប់ទង្វើនេះទៅយ៉ាងណាពួកយើងមានគ្រួសាររៀងខ្លួនហើយកាលណាបងឆ្នុកឯងនៅតែធ្វើបែបនេះណានាំឲ្យគ្រួសារខ្ញុំនិងគ្រួសារបងឆ្នុកឯងរស់នៅក្តៅក្រហាយតែប៉ុណ្ណោះ អេហេតុអីក៏នាំគ្នាមកច្រើនម្លេះជុំគ្នាល្អតែម្ដង លបងមកប្រាប់អស់ហើយថាបងឆ្នុកឯងនេះណាទិញដីក្បែរផ្ទះសង្សារចាស់ដោយសារតែមិនទាន់ដាច់អាឡ័យពីគុណធា អើយអាកធាត់អញ្ចឹងតើបានជាវាមិនមកជាមួយ សូម្បីតែអាម៉ាប់ជាអ្នកដើរជាមួយឯងក៏ប្រាប់គេដែរថាឯងមិនដាច់អាឡ័យពីប្រពន្ធអញលោកមេភូមិជួយដោះស្រាយផងទៅនេះអាឆ្នុកវាកំពុងតែចង់ញ៉ាយប្រពន្ធខ្ញុំហើយអាឆ្នុកឥឡូវនេះឯងទទួលស្គាល់ដែរទេថាឯងមានគំនិតលើប្រពន្ធគេ ណែលោកមេភូមិការពិតមិនមែនខ្ញុំទេគឺអាម៉ាប់វាជាអ្នកចាក់រោគថាបើទិញដីនៅទីនេះទៅបានភ្ជាប់ទំនាក់ទំនងជាមួយនឹងសង្សារចាស់វិញបានដឹងពីសុខទុក្ខគេក៏ធ្វើឲ្យខ្ញុំរស់នៅវាបានសោកដូច្នេះទើបខ្ញុំសម្រេចចិត្តទិញនៅទីនេះនឹងណា ថាអាម៉ាប់ទៅវាខុសហើយប៉ុន្តែក៏មកពីឯងដែរបើឯងគ្មានគំនិតអាក្រក់នេះទេណាក៏ឯងមិនមកក្បែរគេដែរ បើចិត្តឯងមិនចង់ទោះគេបង្ខំយ៉ាងណាក៏វាមិនអាចទៅរួចដូច្នេះហើយទទួលស្គាល់ការពិតទៅណាអាឆ្នុកបើបងឆ្នុកឯងនោះទេមិនព្រមគេទៀតណាពួកយើងមានតែលេងលះគ្នាទេប៉ុណ្ណោះហើយចង់ទៅរកណាក៏ទៅរកទៅ អីយ៉ាអូនបជ្រុយធំកុំលេងខ្លាំងពេកបងឈប់ហើយបងមិនគិតរឿងសង្សារចាស់ទៀតនោះទេ អូនណាហើយអូនក៏អញ្ចឹងដែរមិនត្រូវគិតពីអាឆ្នុកទេណា ខ្ញុំមិនដែលគិតពីគាត់នោះទេបងឯងកំភៃអី ហើយពួកឯងក៏អញ្ចឹងដែររស់នៅឲ្យចេះយល់យោគគ្នាខ្លះផងទៅទើបតែរៀបការសោះក៏ឆ្លោះគ្នាទៅហើយត្រូវហើយពួកឯងត្រូវតែចេះស្រឡាញ់គ្នានិយាយឲ្យយល់គ្នាផងបើសិនជាពួកឯងមិនចេះយល់គ្នាទេណាថ្ងៃក្រោយទៅប្រកាសជាមានបញ្ហាធំហើយប្រកាសជាពិបាកដោះស្រាយជាមិនខាន លឺហើយឬនៅគុណធាឧត្តមចាប់ពីថ្ងៃនេះតទៅពួកឯងត្រូវតែចេះគោរពឲ្យរំលែកគ្នាទៅវិញទៅមក បាទពុកម៉ែលោកមេភូមិខ្ញុំដឹងហើយ ខ្ញុំលែងធ្វើឲ្យពុកម៉ែនិងអ្នកទាំងអស់គ្នាបារម្ភពីខ្ញុំទៀតហើយ តោះអូនសំឡាញ់ពួកយើងត្រឡប់ទៅផ្ទះវិញបងរៀបចំលក់ដីនេះចោលហើយ ចាលក់ទូណាអាដីនេះគឺដីនាំរឿង